ពាក្យដងនេះគឺជាវត្តប្រតិបត្តិមួយដ៏ប្រសើរនៅក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តែងតែសរសើរដល់បរិស័ទរបស់ព្រះអង្គទាំងភិក្ខុភិក្ខុនីសាមណេរសាមណេរីបាសកបាសិកាណាតែប្រាថ្នាកាន់យកនៅវត្តប្រតិបត្តិជាប្រយោជន៍ក្នុងការជំរះសិលរបស់ខ្លួននេះឲ្យស្អាតបរិសុទ្ធជាគ្រឿងកាត់ផ្ដាច់នៅកាយទុច្ចរិតចេតុច្ចរិតមโนទុច្ចរិតលៀនលោភៈទោសៈមោហៈជាដើមដើម្បីញ៉ាំងនៅកសែនៃជីវិតនឹងឲ្យកើតនៅសច្ចរិតធម៌ជាសេរីសួស្តីក្នុងកុសលធម៌ដោយកម្លាំងនៃសិលនឹងឯងឲ្យមានសេចក្តីសុខសេចក្តីចម្រើនឯទុដងនេះឯងជាភាសាដែលហៅคล้ายពីភាសាបាលីហៅទុដងប៉ុន្តែពាក្យបាលីនឹងមកពីធុតង្គៈមកធុតៈនិងអង្គៈអង្គរបស់អ្នកដែលសមាទានទុដងភិក្ខុសាមណេរបាសកបាសិកានឹងសមាទានហើយធុតៈនឹងដូចជាដុតបន្ទ្រោមនៅកិលេសដែលជាគ្រឿងសៅហ្មងផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តមានលោភៈទោសៈមោហៈនឹងឲ្យអស់តិចម្ដងដោយសមាទាននៅទុដងនឹងឯងសម័យព្រះអង្គទ្រង់សរសើរណាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនៅទុដងនឹងវាតកតងនឹងចៃវរៈតកតងនឹងអាហារបណ្ឌបាតទី3ទុដងនឹងតកតងនឹងទីសេនាសនៈស្ងាត់ទៀបគល់ឈើឬក៏កន្លែងទីស្មោសានតកតងនឹងសេចក្តីប្រឹងប្រែងព្យាយាមរបស់អ្នកសមាទាននឹងទុដងនេះដោយធ្វើឲ្យវត្តប្រតិបត្តិក្នុងកិច្ចចម្រើនអប់រំចិត្តនឹងដតឹងរឹងជាវត្តមួយដ៏សុក្រិតជាអុក្រិតប្រសើរខ្ពង់ខ្ពស់ជាអ្នកប្រាថ្នាតិចជាអ្នកមានសេចក្តីសន្តោសជាអ្នកដោះខាត់សម្អាតនៃកិលេសជាអ្នកចូលចិត្តស្ងប់ស្ងាត់ជាអ្នកផុតចាកអំពីពុគណៈជាអ្នកមានសតិមានបញ្ញាផុតចាកអំពីចិត្តរវើរវាយចិត្តមានបញ្ញារក្សានៅគុណធម៌ដើម្បីញ៉ាំងកិលេសដែលជាគ្រឿងសៅហ្មងនឹងឲ្យអស់ទៅព្រោះឃើញនៅទីបំផុតពោលគឺព្រះនិព្វានសម័យព្រះឈ្មោះព្រះកស្សបៈព្រះអង្គសមាទាននៅទុដងនឹងអស់មួយជីវិតចឹងបាទពួកភិក្ខុនៅក្នុងសាសនានេះក៏សមាទាននៅទុដងច្រើនដោយសម័យពុទ្ធកាលភិក្ខុ30អង្គដែលព្រះអង្គអនុញ្ញាតឲ្យទទួលនៅសម្ពុតកឋិននឹងសិតតែជាអ្នកនៅក្នុងព្រៃសមាទាននៅទុដងជាវត្តប្រតិបត្តិនឹងឯងឆាប់សម្រេចនៅគុណធម៌ចឹងទុដងនេះទី1ដើម្បីធ្វើឲ្យសិលរបស់យើងនឹងស្អាតបរិសុទ្ធដោយការទំនុកបំរុងទុដងនេះឲ្យសិលស្អាតបរិសុទ្ធទី2ដើម្បីសិលស្អាតហើយងាយទូមានចិត្តរបស់យើងនឹងឲ្យទុនទៅរកគុណធម៌ដ៏ប្រសើរមិនរឹងមិនត្អឹងជាបុគ្គលគេចិញ្ចឹមបានយ៉ាងងាយគេព្រានប្រដៅបានយ៉ាងងាយកាយត្រង់វិជ្ជាត្រង់ចិត្តត្រង់បុគ្គលមានសភាពរៀបសារទុនភ្លុនឥន្ទ្រីសគុតសគុំមានធុរៈនឹងមិនច្បុកច្បល់ដូចជាក្រហោះមិនជាប់ចម្ពាក់គ្រឿងសៅម៉ងបតិពោតផ្សេងនឹងឯងព្រមទាំងមានបញ្ញាឆ្លៀសវៃបុគ្គលមានសតិបញ្ញាដាស់តឿនចិត្តនោះឯងឲ្យប្រព្រឹត្តទៅរឿយមិនជាប់ចម្ពាក់ហើយមានចិត្តមេត្តាសន្តោសផ្សាយទាំងខ្លួនជើងទាំងអ្នកដទៃបុគ្គលនោះបើប្រតិបត្តិនៅទុដងឧបត្ថម្ភនៅសិលស្អាតបរិសុទ្ធចម្រើនសមាធិវិបស្សនាឆាប់បានសម្រេចមគ្គផលហើយឈ្មោះថាជាបុគ្គលថែទាំនៅវត្តប្រតិបត្តិដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធ
និងព្រះអរិយបុគ្គលនេះឲ្យគង់វង្សថិតថេរដើម្បីទុកជាប្រយោជន៍ដល់ភិក្ខុសាមណេរបាសកបាសិកាណាដែលប្រាថ្នាចង់រំដោះខ្លួនឲ្យរួចផុតចាកអំពីភ្លើងទុក្ខភ្លើងកិលេសជាតិជារាជាធិនិងមរណៈបានទៅដល់ព្រះនិព្វានឆាប់ខ្សេមចាក់ទុក្ខទាំងពួងគួរតែសមាទាននៅទុដងនេះផងរក្សាសិលឲ្យស្អាតបរិសុទ្ធផងចម្រើនសមាធិផងចម្រើនវិបស្សនាផងរមែងនឹងធ្វើឲ្យចិត្តរបស់យើងនឹងអស់ទៅនៃកិលេសដែលជាគ្រឿងសៅហ្មងធ្វើឲ្យចិត្តរបស់យើងនឹងស្អាតបរិសុទ្ធទទួលបាននូវសេចក្តីសុខក្នុងបច្ចុប្បន្នរហូតដល់បរលោកបើមិនទាន់បានសម្រេចគុណធម៌ជាអរិយបុគ្គលបច្ចុប្បន្ននេះទេមានឧបនិស្ស័យដើម្បីអីដើម្បីនឹងបានសម្រេចតទៅមុខទៀតហើយឈ្មោះថាបុគ្គលនឹងឯងជាស្រែបុណ្យនៅក្នុងលោកនេះដោយមានសិលស្អាតបរិសុទ្ធពុទ្ធបរិស័ទទាំងឡាយណាដែលមានសទ្ធាជ្រះថ្លាចូលទៅថ្វាយអង្គមចូលទៅស្ដាប់ធម៌ចូលទៅថ្វាយទានចូលទៅអាស្រ័យសេពគប់បុគ្គលជាអ្នកមានសិលនោះឯងតែងតែធ្វើឲ្យជីវិតនោះផុតចាកអំពីភ័យផុតចាកអំពីឧបទ្រពឆុតចាកអំពីឧបសគ្គផ្សេងដោយអ្នកដែលបានចម្រើនអប់រំនៅទុដងនោះឯងតែងតែមានគុណធម៌អាចញ៉ាំងបុគ្គលដែលបានចូលទៅរកនោះបានអាស្រ័យហើយមានគុណធម៌ធ្វើឲ្យកើតនៅសតិនិងបញ្ញាមានសេចក្តីសង្វេគមិនធ្វើនៅអំពើបាបតែងតែចិញ្ចឹមជីវិតទៅតាមសមាអាជីវោកាយល្អវិជ្ជាល្អចិត្តល្អនិងមានគុណធម៌មិនជាប់ទៅដោយលោភៈទោសៈមោហៈមានមេត្តាមានសេចក្តីសន្តោសញ៉ាំងជីវិតរបស់ខ្លួននឹងឲ្យស្អាតបរិសុទ្ធនិងញ៉ាំងនៅក្នុងសង្គមពុទ្ធសាសនានេះឲ្យមានតម្លៃឃើញនៅសច្ចធម៌ដែលបុគ្គលអាស្រ័យហើយនោះឆាប់អស់ទៅនៃសេចក្តីទុក្ខនោះបាននេះអត្ថន័យខ្លឹមសារនៅក្នុងទុដងម្ល៉េះហើយពួកភិក្ខុទាំងឡាយណាដែលស្រឡាញ់ចូលចិត្តគួរសមាទានកាន់យកនៅផាត់ដែលជាទុដងនឹងរឿយវាធ្វើឲ្យបុគ្គលនោះមានឧបនិស្ស័យត្រត្រង់ទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធបានខ្ជាប់ខ្ជួនមានសទ្ធាខ្ជាប់ខ្ជួនមានចិត្តនឹងជឿសុបរឹងមាំមានទិដ្ឋិនឹងយល់ត្រូវបុគ្គលនោះឯងឈ្មោះថាជាអ្នកថែទាំនៅសាសនារបស់ព្រះសម្មាសម្ពុទ្ធបានថិតថេរអស់កាលជាយូរអង្វែងនោះផងបងអរគុណបង